សូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីប្រិមិត្តទូរទស្សនិកជនទាំងអស់ជាទីមេត្រីខ្ញុំបាទយោបវណ្ណៈសូមស្វាគមន៍មកកាន់ទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកសារព័ត៌មាន Political News បានធ្វើការចុះផ្សាយនៅប្រមាណថ្ងៃនេះអំពីចេតនារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump មានបំណងនឹងចូលខ្លួនធ្វើជាសាក្សីអធិបតីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃពីបទជប់បាញ់គ្នាដើម្បីស្វែងរកសុខសន្តិភាពពិតប្រាកដច្បាស់លាស់ត្រឹមត្រូវពេញលេញជាធរមានគោរពនៅបូរណភាពអធិបតីភាពទៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃសពថ្ងៃដើម្បីសន្តិភាពអចិន្ត្រៃយ៍ក្នុងអំឡុងនៃកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ីនាចុងខែតុលា2025នេះដោយមិនឲ្យមានភាគីប្រទេសចិនចូលរួមឡើយដោយសារប្រធានាធិបតី Donald Trump ចូលរួមហើយបានប្រកាសយ៉ាងដូចនេះទើបធ្វើឲ្យមានការជជែកវែកញែកគ្នាជាច្រើនតាក់ទងទៅនឹងបញ្ហាសំខាន់គឺត្រង់ថាតើសហរដ្ឋអាមេរិកមានគោលបំណងយ៉ាងណាបានជាមិនឲ្យចិនចូលរួមហើយចិនក៏មិនបានជួយសម្របសម្រួលរកសន្តិភាពជូនដល់កម្ពុជានិងថៃដែរនេះបើតាមការដកស្រង់ពីមតិរបស់ប្រធានាធិបតី Donald Trump ទំនួលមួយទៀតសួរថាតើការចុះកិច្ចព្រមព្រៀងមួយនេះកើតឡើងតើប្រទេសថៃឬក៏ប្រទេសកម្ពុជាជាអ្នកផលចំណេញឬចំណេញទាំងអស់គ្នាឬក៏ភាគីណាមួយនឹងអាចប៉ះពាល់ទៅដល់កិច្ចព្រមព្រៀងមួយនេះប៉ុន្តែអ្វីដែលមានការលើកឡើងអំពីសារព័ត៌មានថាលោកនាយករដ្ឋមន្ត្រីថៃអនុទានវរៈគុលប្រកាសនឹងមិនមកចុះកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍នេះទេបែរជាប្រទេសថៃបានដាក់លក្ខខណ្ឌដល់ទៅ4ចំណុចឲ្យភាគីកម្ពុជាទៅវិញបើយោងទៅតាមសារព័ត៌មានថៃ Khawsot Indonesian បានដកស្រង់នៅលក្ខខណ្ឌមួយចំនួនរបស់លោកអាណេទីនទី1គឺលោកអាណេទីនបានដាក់លក្ខខណ្ឌថាដើម្បីឲ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចូលជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាដើម្បីសន្តិភាពរវាងកម្ពុជានិងថៃនោះគឺទី1ត្រូវតែកម្ពុជាដកកងទ័ពទាំងស្រុងនិងសភាវុធចេញពីតំបន់ចំនួនលក្ខខណ្ឌទី2គឺដកការឈ្លានពានទាំងអស់ចេញពីទឹកដីរបស់ថៃទី3គឺការបោះសម្អាតសម្ភារៈគ្រោះថ្នាក់ដែលអាចបង្កគ្រោះថ្នាក់ទៅដល់ជនស៊ីវិលទី4គឺការបញ្ជាក់ឡើងវិញនៅការគោរពចំពោះអធិបតេយ្យភាពរបស់ប្រទេសថៃនេះគឺជាលក្ខណៈមួយដែលគេមើលឃើញថាលោកអាណេទីនឬក៏ប្រទេសថៃនេះកំពុងតែដាក់ខ្លួនឯងថាជាជនរងគ្រោះហើយចោទប្រកាន់មកកម្ពុជាថាជាប្រទេសឈ្លានពានថៃទៅវិញប៉ុន្តែទោះបីយ៉ាងណាក៏ដោយការលើកឡើងរបស់លោកអាណេទីននាយករដ្ឋមន្ត្រីរូបនេះវាគ្រាន់តែជាគំនិតខ្លួនឯងដែលលើកឡើងដោយមិនមានការអៀនខ្មាស់ឲ្យគ្រប់គ្រាន់នៅអ្វីដែលថាថៃជាជនរងគ្រោះនោះទេហើយពេលនេះត្រូវបានគេដឹងឮជាសាធារណៈនិងជាលក្ខណៈអន្តរជាតិសូម្បីតែនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ UNGA 80និងកិច្ចប្រជុំ 3+1 ក៏ប្រទេសថៃមិនអាចឆ្លើយរួចផងហើយថ្មីនេះទូតកម្ពុជានិងទូតថៃប៉ះសម្ដីគ្នានៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវលើបញ្ហាជនភៀសឹកការរីបន្លាលុះពលរដ្ឋខ្មែរតាមព្រំដែននិងយោធិនកម្ពុជាទាំង18នាក់ដែលយោធាថៃនៅតែបន្តគុំឃាំងគឺថៃប្រើប្រាស់នៅកងកម្លាំងទ័ពមកទន្ទ្រានឈ្លានពានព័ទ្ធរបងបន្លាលុះព្រមទាំងដាក់កង់ឡាននិងបណ្ដេញប្រជាពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីកម្ពុជាជាយូរលង់ណាស់មកហើយនោះក្នុងស្ថានភាពយ៉ាងកំរោលនិងប្រកាសប្រើច្បាប់ព្រៃរបស់ថៃមកលើប្រជាពលរដ្ឋខ្មែរក្នុងបូរណភាពទឹកដីរបស់កម្ពុជាទៅវិញកងទ័ពថៃរាប់សិបនាក់នៅថ្ងៃទី10ខែតុលាឆ្នាំ2025បានចូលនៅក្នុងភូមិព្រៃច័ន្ទរបស់កម្ពុជាឈូសឆាយដីចំការដូងរបស់ពលរដ្ឋខ្មែរចំនួន2ហិកតានិងរាវមីននៅតំបន់ដែលពួកគេបានពាត់យកកាលពីខែសីហាឆ្នាំ2025ប៉ុន្តែមិនមានការប៉ះពាល់ទង្គិចគ្នាអ្វីឡើយខណៈដែលកម្ពុជានៅប្រកាន់ជំហរការទូតជំនួសអាវុធសូមបញ្ជាក់ថារយៈពេល2សប្តាហ៍ចុងក្រោយនេះកងទ័ពថៃបានបញ្ចេញយន្តហោះចម្បាំងនិងគ្រាប់បែក MK82 និង MK84 និងដ្រូនទម្លាក់គ្រាប់បែកដ្រូនអត្តឃាតនិងដ្រូនឆ្លុះការរាប់សិបគ្រឿងនៅលើមូលដ្ឋានអាកាសរបស់ខ្លួនប៉ុន្តែនៅរសៀលថ្ងៃទី10ខែតុលាឆ្នាំ2025ក្រុមអ្នកអង្កេតការអន្តរការ IOT ចុះពិនិត្យទីតាំងជាក់ស្ដែងចំពេលកងកម្លាំងចម្រុះរបស់ថៃបានបន្តទន្ទ្រានឈ្លានពានលើទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យសូមបញ្ជាក់ផងដែរថាពលរដ្ឋខ្មែរគឺចង់ឲ្យក្រុមអ្នកសង្កេតការអន្តរការ IOT បានឃើញជាក់ស្ដែងផ្ទាល់នឹងភ្នែករបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជាចំពោះការទន្ទ្រានឈ្លានពានឈូសឆាយដីចំការដូងរបស់ពលរដ្ឋខ្មែរចំនួន2ហិកតានិងរាវមីននៅតំបន់ដែលពួកគេបានពាត់យកកាលពីខែសីហាឆ្នាំ2025ប៉ុន្តែមិនមានការប៉ះទង្គិចគ្នាកើតឡើងទេខណៈដែលកម្ពុជានៅប្រកាន់ជំហរការទូតជំនួសឲ្យអាវុធនៅវេលាម៉ោង11ថ្ងៃសៅរ៍ទី11ខែតុលាឆ្នាំ2025ក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការអន្តរកាល IOT
អញ្ជើញកំពុងបន្តចុះពិនិត្យទីតាំងជាក់ស្ដែងនៅភូមិជោគជ័យនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដើម្បីសង្កេតការផ្ទៀងផ្ទាត់នឹងរាយការណ៍ក្រោយពីបានទទួលព័ត៌មានថាមានការចាក់ធុងបាសបំពងសម្លេងពីភាគីថៃមកលើប្រជាពលរដ្ឋកម្ពុជាដែលជាអំពើបំពានរំខានអសិលធម៌អមនុស្សមិនចេះគោរពសិទ្ធិនៃប្រទេសអ្នកជិតខាងរួមទាំងមានអ្នកឈឺមនុស្សចាស់កុមារនិងជនពិការនៅពេលយប់ស្ងាត់សម្លេងរួមមានសម្លេងខ្មោចសម្លេងឆ្កែព្រុសនិងសម្លេងឆ្កែលូជាដើមជាកំណត់ហេតុមួយដ៏ត្រឹមត្រូវក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីនឹងសេចក្តីសុខសន្តិភាពក្នុងតំបន់អាស៊ានទាំងមូលហើយសូមបញ្ជាក់ផងដែរថាត្រឹមតែអនុទាននាយករដ្ឋមន្ត្រីថៃ4ខែប៉ុណ្ណោះមិនអាចដាក់លក្ខខណ្ឌដល់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានឡើយនៅថ្ងៃទី6ខែតុលាឆ្នាំ2025នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខស្ដីទីកម្ពុជានិងជាប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជាបានបង្ហាញសារពិសេសមួយដោយអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់កុំធ្វើទង្វើអាក្រក់ដោយជនជាតិថៃដែលកំពុងធ្វើទង្វើអមនុស្សនិងអន់ជើងសត្វមកលើសម្ដេចតេជោហ៊ុនសែនហើយសម្ដេចតេជោបានមានប្រសាសន៍ថាសូមខ្មែរកុំធ្វើទង្វើដោយជនជាតិថៃមួយចំនួនប្រសិនបើបងប្អូនឈឺចាប់ជាមួយនឹងថៃសូមកុំទិញទំនិញថៃមកប្រើហើយឈប់ប្រើប្រាស់ប្រាក់បាតនៅលើទឹកដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបព្រៃវត្ថុរបស់ជាតិខ្មែរយើងប្រសិនបើស្រឡាញ់ជាតិត្រូវទុកក្រដាស់ប្រាក់ដែលមានព្រះឆាយាល័ក្ខណ៍ព្រះបិតាជាតិព្រះមេដាជាតិនិងព្រះមហាក្សត្រយើងក្នុងទូក្នុងកាបូបឬក្នុងហោប៉ៅយើងជាជាងទុកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រប្រទេសមួយដែលចាត់ទុកយើងជាសត្រូវនិងប្រមាថមើលងាយយើងនោះទេសម្ដេចតេជោហ៊ុនសែនប្រមុខស្ដីទីកម្ពុជានិងជាប្រធានព្រឹទ្ធសភាជាតិសូមស្នើឲ្យរាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កុំចាត់ចោលនៅមន្ត្រីណានិងឈ្មួញណាដែលនៅតែបន្តលួចនាំទំនិញថៃចូលក្នុងពេលព្រំដែនកម្ពុជាថៃបិទនៅឡើយដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថាអត់ទំនិញគេមិនបាននោះប្រសិនបើសម្ដេចតេជោនៅធ្វើជានាយករដ្ឋមន្ត្រីដូចពេលមុនសម្ដេចមិនបាច់និយាយភាសានេះទេគឺចេញបញ្ជាចាប់ខ្លួនឬដកចេញពីមន្ត្រីតែម្ដងប៉ុន្តែសូមកុំគិតថាឆ្មាមិននៅកណ្ដុរឡើងរាជឲ្យសោះសូមអរគុណទូរទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនាទូរទស្សន៍សម្លេងកម្ពុជា VOC TV យើងខ្ញុំដែលផ្សាយចេញពីរដ្ឋ California សហរដ្ឋអាមេរិកសូមជួយចុច like follow និង share ម្នាក់មួយផងលើ page Facebook ក៏ដូចជា YouTube Channel ដើម្បីទទួលបាននូវព័ត៌មានថ្មីៗសូមជម្រាបលាជួបគ្នាវេលាក្រោយទៀត